សាលាភាសាជប៉ុនហាត់រីនិងក្រុមហ៊ុន VLM ត្រូវការជ្រើសរើសសិក្ខាកាម200នាក់នៅក្នុងឆ្នាំ2026នេះបាទសាលាហាត់រីនិងក្រុមហ៊ុន VLM ត្រូវការជ្រើសរើសសិក្ខាកាមចំនួន200នាក់នៅក្នុងឆ្នាំ2026នេះបាទនេះគឺជាឱកាសល្អហើយសម្រាប់បងប្អូនដែលមានបំណងចង់ទៅធ្វើការនៅប្រទេសជប៉ុនហើយចង់ទទួលបាននៅប្រាក់ខែខ្ពស់ចន្លោះ$1000ឡើងបងប្អូនគ្រាន់តែរៀនចន្លោះពី4ខែទៅ6ខែបាទហើយអំឡុងពេលរៀននេះខាងសាលានឹងផ្ដល់ជូននៅការសម្របសម្រួលនៅអាហារទឹកភ្លើងនិងកន្លែងស្នាក់នៅជូនបាទហើយសម្រាប់ការងារនៅប្រទេសជប៉ុននេះដែរគឺមានច្រើនប្រភេទមានខាងសំណង់បាទសំណង់ក៏ច្រើនប្រភេទខាងកសិកម្មច្រើនប្រភេទមានខាងរោងចក្រខាងវេចខ្ចប់កែច្នៃចំណីអាហារជួសជុលម៉ាស៊ីនត្រជាក់ជួសជុលថែទាំរថយន្តនិងខាងវិកលផ្ទះហើយផ្នែកផ្សេងៗជាច្រើនទៀតផងដែរបាទសម្រាប់លក្ខខណ្ឌជ្រើសរើសគឺចាប់ពីអាយុ18ឆ្នាំរហូតដល់35ឆ្នាំហើយមានសុខភាពល្អកាយសម្បទាមាំមួនមិនមានទោសហើយសម្រាប់អ្នកដែលរៀនបានតិចនោះឲ្យតែចេះអានចេះសរសេរភាសាខ្មែរខ្លះៗក៏អាចដាក់ពាក្យបានហើយសម្រាប់អ្នកដែលមានស័ក្តិបាទមានស័ក្តិតិចតូចហ្នឹងក៏អាចដាក់ពាក្យបានមានការគ្រប់គ្រងពីក្រុមគ្រួសារបាទហើយជាពិសេសសម្រាប់បងប្អូនដែលខ្វះខាតលទ្ធភាពគឺខាងសាលាមានធនាគារសម្រាប់ផ្ដល់កម្ចីជូន 100% បាទហើយសាលាយើងមានការសម្ភាសជារៀងរាល់ខែដូច្នេះកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅបងប្អូនដែលកំពុងតែមានបំណងចង់ទៅទទួលបាននៅឱកាសការងារនេះសូមអញ្ជើញមកដាក់ពាក្យនៅសាលាហាត់រីដែលមានទីតាំងនៅជិតសាលាកសិកម្មចំការដូងដែលនៅក្នុងបរិយាផ្ទះវិញចំការដូងកសិកម្មក្នុងអគារលេខ C01 C02 បាទហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមបងប្អូនអាចឆាតចូលក្នុង page ឬក៏អាចដាក់ជាលេខទូរស័ព្ទរបស់បងប្អូនខាងក្រោមដើម្បីខាងក្រុមការងារនឹងទំនាក់ទំនងទៅបងប្អូនហើយផ្ដល់ព័ត៌មានលម្អិតជូនបងប្អូនបន្ថែមបាទសូមអរគុណ